កូនសិស្សដែលគាត់ទៅតែរៀនទី10 11 12បងប្អូននេះប៉ុន្តែគាត់ចេះជំនាញគាត់ចេះបច្ចេកទេសនឹងបាត់ទៅហើយបងប្អូនមើលសាឡាត់នេះសាឡាត់រូម៉ែននេះគឺស្នាដៃរបស់សិស្សជាអ្នកដាំទេណាប៉ុន្តែបងប្អូនមើលថាតើវាស្អាតវាល្អវាខៀវខ្ចីវាមើលទៅគួរឲ្យចង់ញ៉ាំប៉ុណ្ណាបងប្អូននេះមិនធម្មតាទេបើនិយាយអញ្ចឹងសិស្សនៅណេះចប់ពីនេះទៅមិនបាច់ចាំរៀនតក៏បានទេមែនទេអូនបាទបងបាទសិស្សនៅណេះចប់ពីនេះទៅអាចទៅប្រកបការងារកសិកម្មបានបើមិនអញ្ចឹងទេអាចដាក់ពាក្យទៅធ្វើការបានហើយបើមិនអញ្ចឹងទេចង់រៀនមហាវិទ្យាល័យគាត់មានមូលដ្ឋានគ្រឹះរួចជាស្រេចចំណេញហ្មងបងរៀនកសិកម្មយើងមានជំនាញស្រាប់បើទោះបីជាយើងអ្នកខ្លះគាត់អត់ចង់រៀនតកសិកម្មទៅលើទៀតគាត់ឈប់គាត់អាចមានបទពិសោធន៍ខ្លួនឯងហើយគាត់ធ្វើការខ្លួនឯងស្រាប់ហ្មងចំហើយយើងចេញពីទាកប៉ាមកដូចជាមានធុងមួយទៀតអីបាទបងមានកូនកងានបងដែរសិតតកូនកងានបងប្អូននេះនៅខាងក្នុងនេះដែលកូនកងាននេះយើងញាស់ខ្លួនឯងយើងញាស់ខ្លួនឯងមានមេមានអីវាណ៎បាទអូនៅទូចដែរណ៎អានេះប្រហែលហើយអូននេះក្រោយទាកប៉ាខ្ទង់សម្រាប់ទឹកបងអញ្ចឹងហ៎បាទអញ្ចឹងអាចលបាក់ថៃខ្ទង់មួយខែអីហ្នឹងណ៎បាទអូទូចដែរហើយអានេះទាកប៉ានេះពូជអីសំទោសកងាននេះពូជអីពូជរបស់ខ្មែរយើងធម្មតាទៅអញ្ចឹងហ៎មានន័យថាកងានស្រែទេណ៎បាទតន់អូអានេះចំពោះវាអត់តន់ធំអត់តន់អីឡើយទេបាទហើយចំមេវាយើងចាប់វាចេញមែនទេអូននេះយើងធ្វើទូភ្ញាស់ខ្លួនឯងបងអញ្ចឹងហ៎បាទអញ្ចឹងមានន័យថាអត់មេវាអត់នៅជាមួយទេគឺវាភ្ញាស់មកគឺយើងដាក់នៅហ្នឹងតែម្ដងបាទយើងយកពងពេលមេវាពងយើងយកពងទៅភ្ញាស់ក្នុងទូបន្ទាប់មកបានយើងយកមកដាក់តន់មេប្រហែលក្បាលទៅមេ10ក្បាលបងអញ្ចឹងនៅខាងណានោះស្រែកគេកាហ្នឹងមែនបាទអូពួកនេះវាលឺសូយើងបើកកូនវាស្រែកគេកាមកនោះមើលលបាក់ផៃចូល10ក្បាលបាទនេះយើងមានទាំងអស់10ក្បាលប៉ុន្តែមានមេខ្លះក៏នៅក្នុងរបបពងយ៉ាងមានមេខ្លះពងប៉ុន្តែមានឈ្មោលដែរអត់អូនមានបងមានអញ្ចឹងមានមេហើយឈ្មោលនៅមួយគ្នានោះអាមួយកវែងអាហ្នឹងឈ្មោលហ៎បាទអាហ្នឹងឈ្មោលសម្រាប់ផ្នែកខាងនេះជាផលិតផលផ្កាបងដែលយើងផ្សាំមានដាំផ្កាទៀតណាអានេះគេហៅតែលម្អអានេះដើមអណ្ដាតម្ដាយក្មេកហ្នឹងម្ដាយក្មេកហ៎មិនបានដាក់ឈ្មោះអណ្ដាតមិនបានដាក់ឈ្មោះអណ្ដាតម្ដាយក្មេកអញ្ចឹងខ្ញុំអត់ដឹងទេបងអានេះប៉ុន្តែជាទូទៅគេស្គាល់ថាដើមអណ្ដាតម្ដាយក្មេកឬក៏ប្រទាលពោះនៅនេះយើងដាក់កូនរុក្ខជាតិតូចហ៎បាទសម្រាប់បដោះបន្លែបងអញ្ចឹងហ៎បាទអូបងប្អូននេះឃើញទេអញ្ចឹងនៅនេះកម្រិតវិទ្យាល័យណាបងប្អូនណាប៉ុន្តែមានការបដោះបន្លែដាក់លើធ្នើបែបនេះហើយអានេះយើងយកទៅដាំអីចឹងទៅណោះបាទនេះដូចជាក្រូចណោះក្រូចសើចបងកូនក្រូចសើចសិស្សគាត់អ្នកបដោះដែរឬក៏យ៉ាងម៉េចសិស្សអ្នកបដោះបងវ៉ាវអញ្ចឹងបានន័យថាការងារផ្សេងសុទ្ធតែសិស្សអនុវត្តបាទយើងបើជាទូទៅខ្ញុំណែនាំគាត់តិចតួចចឹងទៅគាត់អាចធ្វើបានដោយសារគាត់រៀនពីសាលាមកហើយស្រាប់តន់ល្អម្លេះបងប្អូននេះបើមិនប្រាប់ថាជាស្នាដៃរបស់សិស្សទេបងប្អូនអត់ដឹងទេណាតែធាតុពិតនេះគឺជាការដាំដែលស្នាដៃរបស់សិស្សជាអ្នកដាំទេបងប្អូនមែនទេបាទបងបាទហើយសិស្សដែលគាត់ដាំនេះដាំបានល្អយ៉ាងនេះបងប្អូនហើយនេះឆ្នាំទីប៉ុន្មានគាត់ដាំនេះឆ្នាំទី3បងដែលគាត់មកដាំឆ្នាំទី3វាស្មើនឹងទី12បងប្អូនបាទអញ្ចឹងណែគឺពួកគាត់ដាំបានល្អមែនទែនណោះសាឡាត់នេះនិយាយទៅអានេះយើងដាំបែបធម្មជាតិមែនអានេះបើនិយាយទៅជាបន្លែសុវត្ថិភាពបងយើងប្រើប្រាស់ជីគីមីដែរបាទក៏ប៉ុន្តែយើងត្រូវមានស្តង់ដារមួយយើងអាយុប្រហែលថ្ងៃយើងអាចប្រមូលផលបានយើងត្រូវបន្ថយមកប្រើទឹកធម្មតាវិញដើម្បីឲ្យទឹកជីឬក៏ជាតិជីហ្នឹងវាសាបអស់បាទយកមកបរិភោគហ្មងអូអានេះពូជអីមិញអានេះបើនិយាយទៅសាឡាត់ពូជមកពីក្រៅទេបងអញ្ចឹងហ៎បាទនេះអានេះពូជរ៉ូមែនណាបាទរ៉ូមែនក៏ក្រៅដែរមែនទេខ្មែរផងក៏ក្រៅដែរហើយចុះបើខ្មែរយើងអត់ដាំទេណោះបើខ្មែរក៏យើងពីមុនយើងមានដូចគ្នាបងអញ្ចឹងហ៎បាទប៉ុន្តែយើងចង់ឲ្យមានប្លែកតិចតួចុំអានេះក៏ល្អដែរនេះអានេះរ៉ូមែនសុតហ្មងបាទអានេះដាក់រ៉ូមែនសុតប៉ុន្តែនៅលើទឹកដូចគ្នាតើអូននេះនៅលើទឹកដូចគ្នាបងអូនេះអានេះយើងអាចលើកបាននេះលើកបានបងលើកបានអូនេះបាទនេះថាកូនសិស្សដែលគាត់ទៅតែរៀនទី10 11 12បងប្អូននេះប៉ុន្តែគាត់ចេះជំនាញគាត់ចេះបច្ចេកទេសនឹងបាត់ទៅហើយអញ្ចឹងមានន័យថាកសិកម្មនៅកន្លែងនេះគឺទំនើបហើយនឹងកសិកម្មនៅទីនេះគឺល្អបងប្អូននេះអញ្ចឹងបងប្អូនមើលសាឡាត់នេះសាឡាត់រូម៉ែននេះគឺស្នាដៃរបស់សិស្សជាអ្នកដាំទេណាប៉ុន្តែបងប្អូនមើលថាតើវាស្អាតវាល្អវាខៀវខ្ចីវាមើលទៅគួរឲ្យចង់ញ៉ាំប៉ុណ្ណាបងប្អូននេះមិនធម្មតាទេចុះអានេះអីគេដូចពីប៉ោះហ៎នេះពេញប៉ោះបងអានេះកូនពេញប៉ោះដែរមែនអូននេះកូនសាឡាត់បងកូនសាឡាត់ទេបាទកន្លែងនេះយើងសម្រាប់បដោះកូនសម្រាប់ដាំនៅលើទឹកអញ្ចឹងមានន័យថានៅណេះទាំងការបណ្ដោះទាំងការដាំគឺមួយកំភ្លេតែម្ដងណោះបាទ
បើនិយាយចឹងសិស្សនៅណេះចប់ពីនេះទៅមិនបាច់ចាំរៀនតក៏បានទេមែនទេអូន បាទបងបាទ សិស្សនៅណេះចប់ពីនេះទៅអាចទៅប្រកបការងារកសិកម្មបាន បាទ បើមិនចឹងទេអាចដាក់ពាក្យទៅធ្វើការបាន បាទ ហើយបើមិនចឹងទេចង់រៀនមហាវិទ្យាល័យគាត់មានមូលដ្ឋានគ្រឹះរួចជាស្រេចបងប្អូន ចំណេញហ្មងបង បាទ រៀនកសិកម្មយើងមានជំនាញស្រាប់បើទោះបីជាយើងអ្នកខ្លះគាត់អត់ចង់រៀនតកសិកម្មទៅលើទៀតគាត់ឈប់គាត់អាចមានបទពិសោធន៍ខ្លួនឯងហើយគាត់ធ្វើការខ្លួនឯងស្រាប់ហ្មង បាទពិ ដូច សេស មិត្តភក្តិខ្ញុំអីគាត់ទៅធ្វើការនៅកពតគាត់ដាំបន្លែខ្លួនឯងបង បាទ អញ្ចឹងគាត់ដាំបន្លែខ្លួនឯងហៃដ្រូប៉ូនិកក៏ដូចជាដាំនៅលើដីដោយសារគាត់មានជំនាញហើយស្រេច បាទគាត់មានជំនាញហើយស្រាប់ឲ្យបងប្អូនគិតមើលមិនមែនរៀនរហូតដល់ចប់មហាវិទ្យាល័យឬអីទេណាត្រឹមតែទី11ទី10ទី12នេះបងប្អូនមើលនេះស្នាដៃរបស់គាត់ហើយយើងមិនចេះថាទេបងប្អូនមើលនេះល្អមែនតើណាហើយនេះសុទ្ធតែជាសវត្ថិភាពមែនទេអូន បាទ ហើយបើមិនជឿអូនសាកញ៉ាំឲ្យបងប្អូនយើងមើល ខ្ញុំញ៉ាំរាល់ថ្ងៃហ៎បង បាទកុំថាឥឡូវចេះតែថា នេះខ្ញុំប្រអត់ជីអស់ហើយបងដោយសារយើងល្មមដល់ថ្ងៃប្រមូលផលហើយ បាទ អញ្ចឹងយើងប្រើតែទឹកធម្មតា អានេះប៉ុន្មានថ្ងៃទេចុង អានេះ24ថ្ងៃហ៎បង អូនៅសល់មួយថ្ងៃទៀតមានថាអានេះវាចូល25ថ្ងៃ បាទបង សល់មួយថ្ងៃទៀតណាអូនេះញ៉ាំឲ្យងាកមើលឲ្យបងប្អូនយើងមើលបន្តិច ឆ្ងាញ់បង បាទមានន័យថានេះបើសិនតែយើងជាអ្នកចូលចិត្តហូបបន្លែអ្នកដែលចូលចិត្តបែបធម្មបន្លែបែបធម្មជាតិណា បាទបង បាទឬបន្លែបែបសុវត្ថិភាពគឺល្អមែនតើ បាទបង យើងអាចយកនិយាយទៅបច្ចេកទេសនេះយើងអាចដាំហូបខ្លួនឯង ហ្នឹងហើយ ឬក៏យើងអាចដាំយកទៅលក់ក៏បានដែរបងប្អូនចុះនៅនេះពាក់ព័ន្ធមួយប្រព័ន្ធទឹកអីខាងសាលាមានបណ្ដោះបណ្ដាលទេនេះឧទាហរណ៍យើងដាក់ប្រព័ន្ធទឹកអីផ្សេងៗនេះ អូនៅនេះយើងប្រតិបត្តិផ្ទាល់ហ្មងបង អញ្ចឹងហ៎ បរៀនគាត់ណែនាំគាត់ផ្ទាល់ហ្មង អញ្ចឹងហ៎ អនុវត្តរៀបចំតាំងពីទាំងអស់ហ្នឹងគឺត្រូវសិស្សគឺត្រូវមកមើលមកអនុវត្តផ្ទាល់ហ្មង ទាំងប្រព័ន្ធទឹកទាំងការរៀបចំដីទាំងការរៀបចំទឹកទាំងការរៀបចំ hydroponic អីគឺសិស្សគាត់អនុវត្តតខ្លួនឯងទាំងអស់ បាទ វ៉ាវបើនិយាយចឹងមិនធម្មតាទេមិនធម្មតាតែម្ដងនៅនេះរៀនតែ3ឆ្នាំ ចេះ ចេះទាំងអស់ ហ្មងបង ចេះសពទាំងអស់ហើយបើចង់រៀនបន្តមហាវិទ្យាល័យទៀតក៏កាន់តែល្អ បាទកាន់តែល្អយើងមានជំនាញពីក្រោមស្រាប់មានមូលដ្ឋានគ្រឹះពីក្រោមស្រាប់ ចុះនេះវិញ នេះមានស្ពៃចង្កឹះនិងស្ពៃកញ្ញាញ់បង អូយ មានស្ពៃជើងទា បាទនេះមិនថាឲ្យល្អពេកទេប៉ុន្តែល្អមកអាច បាទ ទទួលយកបាន បាទហើយបច្ចេកទេសដែលគាត់ប្រើបងប្អូននេះអានេះគេហៅថាតំណក់ទឹក បាទ ទៅយកតំណក់ទឹកណា បាទប្រព័ន្ធ trip បាទនេះប្រព័ន្ធអស់នេះគេប្រើនៅក្នុងការដែលយើងធ្វើកសិកម្មរាល់ថ្ងៃនេះគឺគេប្រើច្រើន បាទ ហើយអញ្ចឹងពួកគាត់ចេះហើយបាត់អស់ហើយហ្នឹងអញ្ចឹងតើសើនៅកន្លែងនេះមែនតើណានៅវិទ្យាល័យមួយនេះទៅតែយើងរៀនថ្នាក់ទី10 11ទី2ទេប៉ុន្តែបដិបដាជំនាញពាក់ព័ន្ធមួយកសិកម្មឲ្យសិស្សអនុវត្តបានហើយគាត់ចេះច្រើនមែនតើណា បាទជាទៅបន្លែដែលយើងដាំខ្លួនឯងនេះគឺសម្រាប់ពួកគាត់បរិភោគខ្លួនឯង អញ្ចឹងហ៎ បងបាទ អូ ហើយបន្លែទាំងអស់នេះគឺភាគច្រើនគឺយើងធ្វើតាមបែបធម្មជាតិហ្មងបង បាទ បាននិយាយយើងធ្វើតាមបែបសរីរាង្គថ្នាំពុលកសិកម្មក៏យើងអត់ប្រើតែប៉ុន្តែយើងប្រើថ្នាំពុលធម្មជាតិដែលយើងកែច្នៃខ្លួនឯង អូជំរាបសួរទាំងអស់គ្នាបាទអូរៀងល្ងាចតិចទេបងប្អូនអញ្ចឹងពួកគាត់នៅប្រហែលអ្នកទេបាទនេះគឺជាផ្ទះសំណាញ់មួយទៀតហើយដែលពួកគាត់នេះកំពុងតែអនុវត្តហើយនេះដាំស្អីខ្លះហើយនេះនេះអីគេអូន ខាងនេះខាត់ណាដើមបង ខាត់ណាដើមឯនោះដូចជា ឆៃថាវ ឆៃថាវ ឬក៏ស្ពៃមើម យើងហៅស្ពៃមើម បាទ បាទស្រុកខ្ញុំគេហៅស្ពៃមើមបាទហើយយើងហៅឆៃថាវវាទូទៅហើយ បាទ ខាងនោះដូចជានេះដែរណោះនោះអាគៀនគេផុត ខៀវហ្នឹងបង បាទ ស្ពៃទឿពណ៌ស្វាយ ស្ពៃទាស្វាយ បើនិយាយទៅប្លែកដែរដោយសារ បាទ អត់សូវមានអ្នកដាំទេប្រភេទពណ៌ហ្នឹង បាទហើយចុះនេះវិញកំពុងតែរៀបចំទៅយកតំណក់ទឹកហ្នឹងណាហើយនេះក្រងដាំអីគេអូដាំតកួនអញ្ចឹងមានន័យថាយើងដាំច្រើនមុខណា បាទបង មានតាំងពីស្ពៃមានតាំងពីតកួនមានតាំងពីស្អីផ្សេងទៀតណា បាទ បាទ និយាយទៅសម្រាប់បំពេញតម្រូវការក្នុងសាលាហ្មងបងដោយសារក្នុងមួយថ្ងៃត្រូវចំណាយលុយច្រើនសម្រាប់អាហារសម្រាប់ពួកគាត់ បាទអញ្ចឹងមានន័យថាយើងដាំបាននៅទីនេះយើងកាត់បន្ថយការចំណាយ បាទត្រូវបង បាទសំបីតែសัตว์ក៏យើងចិញ្ចឹមនៅទីនេះ បាទ អញ្ចឹងអ្វីគឺយើងអត់សូវជាចំណាយទេ ហ្នឹងហើយបង តាន់បងមកនេះឃើញល្អមែនតើមានការអនុវត្តមានទ្រឹស្ដីមានការអនុវត្តបូករួមជាមួយនឹងនៅកន្លែងនេះគឺបណ្ដុះបណ្ដាលជំនាញតែម្ដងណា បាទ បាទគឺពិសេសមែនតើហើយនៅកន្លែងនេះបងជឿថាកូនសិស្សដែលគាត់ចេញទៅគាត់អាចអនុវត្តបានគាត់មានជំនាញមួយសម្រាប់ជីវិតរបស់គាត់ហើយ បាទបងជាទូទៅគាត់រៀននៅនេះក្រោយពីគាត់ឡើងដល់ថ្នាក់ទី11គាត់ត្រូវ internship ទៅក្រៅ វ៉ាវ ហើយ មានទៀត មានបងក្រោយពីចប់ internship មានអ្នក
មានម្ចាស់ក្រុមហ៊ុនដែលគាត់ចង់ឲ្យសិស្សទៅធ្វើការនៅកន្លែងគាត់វិញទៀត អូពិសេសមែនតើអញ្ចឹងយើងមានដៃគូសម្រាប់ internship កូនសិស្សនៅទីនេះកុំបារម្ភថាពេលដែលយើងរៀនហើយយើងអត់មានការងារឬក៏អត់មានជំនាញណា បាទចង់រៀនមហាវិទ្យាល័យតក៏បានចង់មិនរៀនក៏យើងអាចទៅអនុវត្តបានដែរប៉ុន្តែសូមបញ្ជាក់ថានៅទីនេះគឺមានតែកសិកម្មហើយនឹងទេសចរទេប៉ុន្តែបងប្អូនដឹងស្រាប់ហើយថាវិស័យកសិកម្មគឺជាវិស័យមួយធំមែនតើសម្រាប់ស្រុកខ្មែរបងប្អូន